បន្ទាប់ពីចំណាយពេលមួយឆ្នាំជាងប្រាសាទជោមចាប់ផ្ដើមបង្ហាញរូបរាងនិងសោភ័ណភាពឡើងវិញជាបណ្ដាហើយកាលពីព្រឹកថ្ងៃទី6 ខែមីនាឆ្នាំ2025អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាប្រាសាទជោមដែលជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូមានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េចំណាយពេល1ឆ្នាំ4 ខែមកនេះកំពុងមានភាពល្អប្រសើរឡើងវិញជាជំហានហើយមុនពេលជួសជុលប្រាសាទជោមមានស្ថានភាពទ្រុឌទ្រោមខ្លាំងដោយសារអាយុកាលនៃសំណង់កត្តាធម្មជាតិដូចជាឫសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទរហូតទៅដល់គ្រឹះខាងក្រោមធ្វើឲ្យទឹកភ្លៀងហូរចូលបណ្ដាលឲ្យដីគ្រឹះចុះខ្សោយនិងស្រុតចុះថ្មរបស់ប្រាសាទនេះបានរលុះធ្លាក់បាក់បែកខូចខាតរូបរាងជាច្រើនកន្លែងដូចជាផ្តែរសសរពេជ្រស៊ុមទ្វារផ្នែកខាងក្រៅបានធ្លាក់ចុះដល់ដីហើយកន្លែងខ្លះទៀតបាត់ថ្មក្រិកហែកចេញពីគ្នាជាដើមចាប់តាំងពីខែវិច្ឆិកាឆ្នាំ2023គម្រោងអភិរក្សនិងថែរក្សារបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េបានជួយសង្គ្រោះប្រាសាទជោមដោយចាប់ផ្ដើមជួសជុលសសរខឿនសសរពេជ្រសសរផ្អោងស៊ុមទ្វារហោជាងដំបូលនិងផ្តែររបស់ប្រាសាទជោមឡើងវិញលោកថៃយ៉ាម៉ង់ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាឲ្យដឹងថាការជួសជុលជំហានដំបូងគឺក្រុមការងារបានចាប់ផ្ដើមប្រមូលឯកសារចាស់ៗពីសាលាបារាំងចុងបូព៌ាពីអភិរក្សដ្ឋានអង្គរនិងអាជ្ញាធរជាតិអប្សរាដើម្បីទុកជាឯកសារសិក្សាបន្ទាប់មកក៏ចាប់ផ្ដើមសិក្សាវិតម្លៃការខូចខាតព្រមទាំងធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យាដើម្បីពិនិត្យមើលរចនាសម្ព័ន្ធរបស់ប្រាសាទព្រមទាំងបានរកថ្មកំណត់ទីតាំងថ្មថតនិងចុះបញ្ជីថ្មកាលពីឆ្នាំ2023ក្រុមការងារបានចាប់ផ្ដើមផ្គុំថ្មដែលរកឃើញទាំងឡាយចូលទៅទីតាំងដើមឡើងវិញដោយគោរពទៅតាមធម្មនុញ្ញអង្គរផងលោកថៃយ៉ាម៉ង់បញ្ជាក់ទៀតថារហូតមកដល់ពេលនេះការងារជួសជុលប្រាសាទជោមសម្រេចបានលទ្ធផលប្រមាណ 60% ហើយបច្ចុប្បន្ននេះប្រាសាទជោមដែលធ្លាប់តែបាក់បែកទ្រុឌទ្រោមបានបង្ហាញរូបរាងនិងសម្រស់ឡើងវិញជាបណ្ដាហើយ